រឿងសត្វស្វានិងយក្សនៅព្រឹកមួយដ៏ស្រស់ស្អាតក្នុងភូមិដ៏ស្ងប់ស្ងាត់មានដើមស្វាយធំមួយមានស្វាជាស្វាតូចឆ្លាតវៃរស់នៅលើដើមស្វាយនោះគាត់ស្រឡាញ់ភូមិនេះថ្ងៃមួយស្វាឃើញស្វាយធំមួយទុំគួរចង់បរិភោគយក្សបានមកឃើញហើយចង់យកស្វាយទាំងអស់តែម្ដងស្វាមានការព្រួយបារម្ភយក្សនិយាយថាស្វាយនេះជារបស់ខ្លួនគាត់មិនចង់ចែកជាមួយនរណាទេភូមិទាំងមូលคล้ายជាស្ងប់ស្ងាត់ភ្លាមស្វាគិតដោយប្រាជ្ញាគាត់មានគំនិតដ៏ល្អមួយតាប្រាប់ថាប្រាជ្ញាជាអាវុធការចែករំលែកនាំមកនូវសេចក្តីសុខស្វាស្ដាប់យ៉ាងយកចិត្តទុកដាក់ដើម្បីបង្ហាញអត្ថប្រយោជន៍នៃការចែករំលែកវារៀបចំផែនការយ៉ាងឆ្លាតវៃស្វាពន្យល់យក្សអំពីការចែករំលែកយក្សក៏គាត់ផ្លាត់ប្ដូរចិត្តស្វាយត្រីបានចែករំលែកយក្សសំទោសពីកំហុសគាត់ខ្លាចជាចិត្តល្អចាប់ពីថ្ងៃនោះភូមិនេះរស់នៅដោយសុខសាន្តស្វាបានបង្ហាញថាប្រាជ្ញានិងការចែករំលែកជាអំណាចពិត